សួស្តីបងប្អូនអរគ្នាខ្ញុំដឹងថាបងប្អូនអរគ្នាស្គាល់ពាក្យថាបេតិកភណ្ឌតែបងប្អូនអរគ្នាមានដឹងអត់ថាបេតិកភណ្ឌមាននៅណាខ្លះអញ្ចឹងថ្ងៃនេះខ្ញុំសូមប្រាប់បងប្អូនអរគ្នាឲ្យដឹងថាបេតិកភណ្ឌនៅកម្ពុជារបស់យើងមាននៅណាខ្លះទី1គឺបេតិកភណ្ឌនៅលើដីថ្ងៃនេះខ្ញុំមកដល់ស្ថានីយ៍បុរាណមួយនៅឯស្រុកពញាលឺខេត្តកណ្ដាលដោយអ្វីដែលបងប្អូនកំពុងតែឃើញនេះគឺជាបេតិកភណ្ឌនៅលើដីហើយនេះគឺជាស្ថានីយ៍បុរាណមួយដែលមានឥដ្ឋគរជារចនាសម្ព័ន្ធប្រាសាទដែលអាចសន្មតថាវាគឺជាគ្រឹះប្រាសាទមួយហើយក៏មានព្រះវិហារបុរាណចេតិយបុរាណផ្ទះបុរាណហើយនឹងសំណង់បុរាណផ្សេងៗជាច្រើនទៀតនេះហើយគឺជាបេតិកភណ្ឌនៅលើដីចំណែកឯបេតិកភណ្ឌមួយទៀតគឺបេតិកភណ្ឌនៅក្រោមដីបងប្អូនអរគ្នានៅជុំវិញប្រាសាទនេះគឺអាចនឹងមានវត្ថុបុរាណជាច្រើនណាមានវត្ថុបុរាណជាច្រើនដែលត្រូវបានកប់ទៅក្នុងដីហើយមិនទាន់បានការស្រាវជ្រាវអញ្ចឹងនៅពេលដែលយើងមានការស្រាវជ្រាវឃើញនៅបេតិកភណ្ឌដែលត្រូវបានកប់ទៅក្នុងដីទាំងអស់ហ្នឹងគេហៅថាបេតិកភណ្ឌនៅក្រោមដីបេតិកភណ្ឌមួយទៀតគឺបេតិកភណ្ឌដែលបងប្អូនទាំងអស់គ្នាហ្នឹងអត់សូវបានស្គាល់ទេអត់សូវបានឮទៀតគឺបេតិកភណ្ឌដែលស្ថិតនៅក្រោមទឹកអញ្ចឹងបេតិកភណ្ឌក្រោមទឹកបងប្អូនអរគ្នាគឺជាបេតិកភណ្ឌដែលត្រូវបានលិចលង់ចូលទៅក្នុងទឹកជាពិសេសគឺលិចលង់ចូលទៅក្នុងបាតសមុទ្រហ្នឹងហើយបាតសមុទ្រឬក៏ក្នុងទឹកកន្លែងណាក៏ដោយឲ្យតែមើលឃើញបេតិកភណ្ឌសម្បត្តិបេតិកភណ្ឌទាំងអស់ហ្នឹងគេហៅថាបេតិកភណ្ឌក្រោមទឹកនៅកម្ពុជារបស់យើងមានបេតិកភណ្ឌក្រោមទឹកហ្នឹងគឺច្រើនមែនទែននៅខេត្តកោះកុងខេត្តព្រះសីហនុខេត្តកំពតកំពុងត្រូវបានសិក្សាស្រាវជ្រាវជាបន្តបន្ទាប់